បាទស្ដីបងប្អូននេះអញ្ចឹងនេះគឺជាម៉ាស៊ីន Shader Laser DIY តម្លើងក្នុងស្រុកណាត1.2 ម៉ែត្រគុណនឹង1.2 ម៉ែត្រហើយយើងមានដៃលើសងខាងចេះនិយាយចំមកថារូបរាងបងប្អូនមើលទៅគឺថាអាប់ដេតមកដល់ដំណាក់កាលនេះគឺថាស្អាតមែនតើសម្រាប់មួយខ្នាតនេះគឺយើងតម្លើងជាមួយនឹង150 វ៉ាត់អញ្ចឹងគឺយើងប្រើជាប្រភេទ AUD controller បងប្អូនដែលធ្លាប់ប្រើ laser ដឹងហើយថា AUD controller គឺស្រួលប្រើប្រាស់ឥឡូវបងប្អូនទាំងអស់គ្នាមកមើលពីរូបរាងខ្ញុំនឹងនាំទៅមើលខាងក្រោយមួយទៀតចឹងតកតនទៅនឹងម៉ាស៊ីននេះគឺយើងប្រើ150 វ៉ាត់និងមួយស្ពេចទៀតបងប្អូនអាចយកទៅ100 វ៉ាត់ក៏បានដែរអញ្ចឹងយើងមាន2ស្ពេចសម្រាប់ជ្រើសរើសជាមួយនឹង chiller យើងប្រើ CW 5200 ខ្នាតធំជាប្រភេទ chiller ដែលមាន compressor ម៉ាស៊ីនត្រជាក់អញ្ចឹងគឺថាត្រជាក់ម៉ាស៊ីនបានល្អឥឡូវយើងមកមើលខាងក្នុងទាំងអស់គ្នាអញ្ចឹងនេះគឺជាសភាពពេលដែលយើងបើកមកគឺថាមើលទៅគឺតំណងមែនតើសម្រាប់អំពូល laser គឺយើងពពាក់នៅលើដងរត់តែម្ដងអញ្ចឹងគឺថាភ្លើងគឺខ្លាំងបងប្អូនតែសំខាន់ជាងគេដែរគឺការសេរីភ្លើងឲ្យត្រូវល្អក្នុងការកាត់ឲ្យត្រង់មួយវិញទៀតម៉ាស៊ីននេះគឺយើងអាចសោកមកស្លឹកជ័រចូលប៉ុន្តែយើងកាត់បានតែពាក់កណ្ដាលទេគឺ1.2 ម៉ែត្រគុណ1.2 ម៉ែត្រតែយើងអាចសោកស្លឹកជ័រចូលបានឥឡូវយើងនាំគ្នាមកមើលខាងក្រោយនេះគឺជាប្រព័ន្ធរត់របស់អវាយរបស់យើងគឺយើងរៀបមានប្រអប់ cover បែបនេះហើយសម្រាប់ខាងក្រោយនេះគឺយើងមានកន្លែងបឺតផ្សែង compressor ហើយជាមួយ chiller អញ្ចឹងដូចទាំងអស់នេះគឺតំណងគឺថាដូចបោះគេអញ្ចឹងគឺដូចបោះស៊ីនគេតឡើងមកមានកន្លែងដោតដូចគ្នាយើងអាចដកដូរពេលដែលវាមានបញ្ហាឥឡូវនេះបងប្អូនដែលចង់មកមើលផ្ទាល់ជាមួយនឹងម៉ាស៊ីនអស់នេះសិតតែបងប្អូនអាចមកមើលបានដោយសារអីយើងតឡើងទៅតែហើយទេអញ្ចឹងភ្ញៀវអត់តបានយកចេញទេសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងចូល Telegram ប្រសេស DIY លេខ 010 3999 23